បាទចង់ឆ្លើយតបបងប្អូនយើងគាត់សួរច្រើនណាស់ថាគាត់មានមេរោគកាពះហើយចង់បានថ្នាំព្យាបាលហើយគាត់នឹងបានប្រើថ្នាំ 4-5 ដងហើយព្យាបាលឲ្យអត់ទៅពេទ្យគេឲ្យថ្នាំកាពះហ្នឹងបាទលាបឲ្យវាអត់បាត់បាទហើយគាត់ជាសួរមកខ្ញុំថាចង់បានថ្នាំកាពះថ្នាំសម្រាប់មេរោគកាពះហើយកន្លងមកខ្ញុំអត់អាចឲ្យណាដោយសារការធ្វើរូបឆៃគាត់នឹងអត់ច្បាស់អញ្ចឹងមិនជាឲ្យទេហើយខ្ញុំចង់សួរត្រឡប់ទៅគាត់វិញថាបើសិនជាខ្ញុំឲ្យខ្ញុំទៅសួរបញ្ជាក់សិនព្រោះបងប្អូនត្រូវដឹងហើយដល់ពេលខ្ញុំសូមមើលលទ្ធផលឈាមហ្នឹងគាត់គ្រាន់តែដាក់ថា Helicobacter pylori ហ្នឹង positive ដាក់តែប៉ុណ្្នឹងឯងហើយអត់ដាក់អីទាំងអស់ហើយគាត់ព្យាបាលហើយគាត់ឲ្យថ្នាំប្រជាជននឹងលេបណាគ្រូពេទ្យមួយចំនួនបាទភាគច្រើនគឺច្រើនបាទឲ្យគាត់លេបហើយប្រជាជននឹងគាត់ថាលេបទៅអត់បាត់អញ្ចឹងទៅគាត់សួរមកខ្ញុំថាលោកគ្រូមានថ្នាំអីអញ្ចឹងខ្ញុំអត់តន់ឲ្យទេបន្ទាប់មកខ្ញុំឲ្យគាត់បាញ់លទ្ធផលឈាមនឹងឲ្យខ្ញុំមើលតោះមើលឃើញតែប៉ុណ្្នឹងហើយដល់ពេលប៉ុណ្្នឹងទៅខ្ញុំសួរត្រឡប់ទៅវិញថាឲ្យទៅសួរអ្នកទីពិសោធន៍អញ្ចឹងខាងពួកឡាបូខាងទីពិសោធន៍ឡាបូហ្នឹងមើលគេហ្នឹងមើលច្បាស់កុំគ្រាន់ដាក់ Helicobacter pylori ហ្នឹង positive ហើយឬឲ្យគ្រូពេទ្យឲ្យព្យាបាលណាធម្មតាគេមិនចេះតែព្យាបាលទេណាគេត្រូវមើលថាតើមេរោគហ្នឹងមេរោគអី ECM ឬ ECG មានពីរបើ ECG បែរថាមេរោគចាស់មេរោគចាស់ហ្នឹងព្យាបាលអត់គេអត់ព្យាបាលទេណាបាទព្រោះមេរោគចាស់អាហ្នឹងហើយចង់ព្យាបាលតើមានសញ្ញា clinic មានសញ្ញា clinic មួយចំនួនដូចជាឈឺចង្កេះឬក៏អីឈឺចុកចុងហើមឬក៏មានភើមានខ្យល់មានអីចឹងទៅអានឹងមួយហើយបន្ទាប់មកគេត្រូវពិនិត្យបញ្ជាក់បន្ថែមថាតើមើលក្នុងលាមកហ្នឹងមានអត់មានមេរោគហ្នឹងអត់ណាហើយបញ្ជាក់មួយទៀតគឺគេផ្លុំណាគេផ្លុំបញ្ជាក់មួយទៀតផ្លុំហ្នឹងបើមើលទៅឃើញ positive បានគេព្យាបាលបាទហើយដល់ពេលមួយទៀតគឺ ECM ហ្នឹងត្រូវព្យាបាលហើយណាបាទហ្នឹងវារោគជំឆ្លងថ្មីហើយដល់ពេលខាងឡាបូគេទៅមើលឈាមហ្នឹងអត់ព្រមដាក់ ECM ឬ ECG ទេតាមមើលឡើងគឺ Helicobacter pylori ហ្នឹង positive អញ្ចឹងគ្រូពេទ្យมันអាចយកជាការបានទេនឹងទៅព្យាបាលឬអត់ព្យាបាលទេអញ្ចឹងត្រូវមើលបញ្ជាក់អាពីរនោះទៀតហើយនឹងមានសញ្ញា clinic ទៀតបានយើងព្យាបាលហើយអញ្ចឹងទៅបងប្អូនគាត់ជាចង់បានថ្នាំហ្នឹងខ្ញុំអត់ឲ្យណាខ្ញុំអត់ឲ្យទេតបញ្ជាក់ច្បាស់ខ្ញុំសិនបាទខ្ញុំឲ្យថ្នាំបាទហើយគាត់អត់ច្បាស់អញ្ចឹងគាត់ចេះចង់បានថ្នាំគាត់ថាដោយសារគ្រូពេទ្យហ្នឹងគាត់ឲ្យថ្នាំគាត់លេបហ្នឹង 4-5 ដងអត់បាត់ទេឲ្យទៅឃើញ positive ទៅឃើញ positive ចេះហើយអា ECG ហ្នឹងទោះតែមើលហើយព្យាបាលជាហើយក៏ដោយក៏អត់បាត់ដែរអាហ្នឹងមួយឆ្នាំទៅ2ឆ្នាំអត់បាត់ហើយដល់ពេលអញ្ចឹងគាត់អត់យល់គាត់ចេះតាមសួរណាចេះសុំថ្នាំឲ្យខ្ញុំអត់ឲ្យណាតែពិតខ្ញុំមិនកំណាញ់អីទេឲ្យតែច្បាស់ខ្ញុំឲ្យទេណាអញ្ចឹងចាំមើលវគ្គក្រោយខ្ញុំនឹងនិយាយអំពីថ្នាំព្យាបាលសម្រាប់មេរោគកាពះបាទអញ្ចឹងហ្នឹងសូមនិយាយប៉ុណ្្នឹងសិនបាទសូមអរគុណសូមជម្រាបលា